ពីទៅ5គីឡូគឺជាចំនួនទឹកជាផូនិកគឺជាការងារអញ្ចឹងបើសិនជាយើងដោតទៅលើ5គីឡូគឺថាប្រព័ន្ធលើប្រព័ន្ធទឹកតែម្ដងតាំងពីចាប់ដើមបណ្ដោះកូនដល់ពេលប្រមូលផលយើងចំណាយពេល30ថ្ងៃចាប់ពីថ្ងៃយើងព្រោះកូនដល់ថ្ងៃយើងចាប់ដល់ចូលអេប៉ុនហ្នឹងរយៈពេល3ថ្ងៃអញ្ចឹងយើងនឹងផ្សំពលឺថ្ងៃបាន2ទៅ3ថ្ងៃទៀតបញ្ញត្តិដាក់ចូលថ្នាលបានអញ្ចឹងក្នុងឡងពេលចូលថ្នាលលើប្រព័ន្ធទឹកចេះចាប់តាំងពីថ្ងៃដាំថ្ងៃទី1រហូតដល់ថ្ងៃទី25គឺយើងបានផលអាចដល់35ថ្ងៃក៏បានដែរអត់បញ្ហាទេការថែទាំសំខាន់បំផុតគឺយើងផ្ដោតទៅលើការបដោះកូនការណាដែលបដោះកូនអន់ហើយដាក់ចូលថ្នាលក៏វាអន់ដែរការដាក់ចូលប្រព័ន្ធស្នោនេះលុះត្រាតែយើងនឹងបានផ្សំវានឹងពលឺថ្ងៃរួចគឺមានរុនរបស់វាអញ្ចឹងអារុនមួយដែលយើងចោះនេះគឺយើងដាក់កូនថ្នាលហ្នឹងហើយមុននឹងយើងដាក់ដាំគឺយើងបានរៀបចំប្រព័ន្ធទឹកហើយអញ្ចឹងគ្រាន់តែយើងយកមកដាក់ដាំចូលតាមរុនស្នោនឹងមួយទៅគឺវាដំណើរការបានគឺយើងលេងខ្វល់បាច់មើលវាទឹកក៏បានវាលេងមានបញ្ហាទៀតហើយខ្ញុំដាំទុនដំបងគឺអស់5000សិក្សាលើកដៃសិក្សាលើដំបូលសិក្សាលើស្នោលើអីទាំងអស់ធ្វើលក្ខណៈដាំបន្លែលើប្រព័ន្ធទុននេះបានត្រូវការកស៊ូ UV យើងក៏ដាំលក្ខណៈធម្មតាគឺប្រើកស៊ូធម្មតាក៏បានដែរក៏ប៉ុន្តែយើងធ្វើអាជីវកម្មខ្នាតយូរមិនបានយើងត្រូវប្រើ UV ដើម្បីការពារជីវៀងយើងប្រើដល់ពាក់កណ្ដាលទីវាលហែកហើយឧបករណ៍ផ្សេងទៀតដូចជាម៉ូទ័របូមទឹកហើយនឹងធុងហើយនឹងឧបករណ៍វាស់ pH វាមាន pH meter ហើយនឹង EC meter សម្រាប់វាស់កម្រិតសារធាតុចិញ្ចឹមរបស់វាហើយនឹងទឹកអញ្ចឹងកាលណាដែលមានប្រភេទ GR3 ហ្នឹងយើងអាចដាំបន្លែនេះកើតហើយយើងដាក់ក៏យើងមានតាមប្រព័ន្ធរបស់វាដែរដោយប្រភេទសាឡាត់ខាត់ណាស្ពៃកញ្ញាញ់គឺដូចវាស៊ីសារធាតុចិញ្ចឹមខុសៗគ្នាដូចជាប្រភេទសាឡាត់វាស៊ីតិចជាងគេបំផុតសារធាតុចិញ្ចឹមរបស់វាអញ្ចឹងក្នុងទឹក10លីត្រយើងអាចប្រើជាមួយសារធាតុចិញ្ចឹមអស់តែ10 ccបាទຂະຫນາດធំរបស់ខ្ញុំនោះ2ម៉ែត្រគុណនឹង6ម៉ែត្រស្មើ12ការ៉េវាបាន1200គុំអញ្ចឹងវាក្នុង1ការ៉េបាន100គុំក្នុងមួយរងរបស់ខ្ញុំនេះ1ម៉ែត្រគុណនឹង6ម៉ែត្រអាចចំណាយទឹកអស់ប្រហែលជា500លីត្រក្នុងមួយបានផលខ្ញុំជាបងប្រុសឡុងបណ្ឌិតខ្ញុំមានភាគហ៊ុននឹងពាក់កណ្ដាលហើយខ្ញុំជាអ្នកសាងសង់អ្នកធ្វើអ្នកបច្ចេកទេសគ្រប់គ្រងខាងរងការរៀបចំដាំបន្លែទាំងអស់ខ្ញុំធ្វើតែពីអ្នកបងប្អូនខ្ញុំអារោងធំហ្នឹងកែខ្លួនឯងធ្វើខ្លួនឯងកាត់ធ្វើខ្លាចជារូបរាងប៉ុណ្ណឹងតែយើងត្រូវថ្លឹងវា level វាឲ្យស្មើគ្នាកាលណាដែលយើងដាក់ឡើងស្នោក្រាកស៊ូបាតឡើងទឹកកាលណាដែលយើងស្មើផ្សារវាអត់ស្មើវានឹងអាចទាបអញ្ចឹងទឹកវានឹងទាបខ្ពស់អញ្ចឹងអាការដាំរបស់យើងក៏បានល្អហើយវាងាប់អាណាមានទឹកវារស់អាណាផុតទឹកវាងាប់ពងជីកហ្នឹងវាពណ៌ខៀវយើងបាញ់ពណ៌សដើម្បីការពារកម្ដៅកាលណាដែលកម្ដៅជះមកវាផ្លាតខ្លះវាផ្លាតដំណាំងផ្លាតកាលណាដែលវានៅពណ៌ខៀវវាស្រោបមកខៀវវាក្តៅទឹកធ្វើឲ្យបន្លែល្អហើយខូចឫសដំបូងខ្ញុំថាំងខ្ញុំដូចមិនដែលជួបប្រទះហ្នឹងហើយខ្ញុំថាំងទៅដាំមិនចុះកូនណាលើទឹកអញ្ចឹងដាំនៅដីផងគេដាំសឹងមិនចង់រស់ហើយកូនណាទៅដាំលើទឹកប្រែតមិនទៅតែកណុតកូនហ្នឹងទាំងពីរនាក់ហ្នឹងខ្ញុំអត់មានបានជួយដើមទេកូនហ្នឹងគឺដកដាខ្លួនឯងទេធ្វើអញ្ចឹងទៅវាដូចថាទៅធ្វើមុនវងទៅធ្វើឲ្យគេយកប្រាក់ខែទៅលេងក្នុងទីមួយបងគេដល់ពេលបានអាដើមហ្នឹងមកគេយកមកចាប់ផ្ដើមធ្វើហ្នឹងពីអ្នកបងប្អូនគេមើលមកថាដូចអត់មើលឃើញអ្នកប្រាក់ខែគេដូចថាមើលទៅធំដុំណាប៉ុន្តែអ្នកបន្លែមើលទៅថាអត់ទៅធំដុំទេប៉ុន្តែជីវភាពនៅក្នុងគ្រួសារបន្លែហ្នឹងទៅវាលូតលាស់បានច្រើនដែរ
បន្លែយើងឲ្យតែមានលក់គឺទីផ្សារចាំទទួលយកអញ្ចឹងបញ្ហារបស់ខ្ញុំគឺបញ្ហាគឺអត់មានបន្លែលក់ចាញ់ឥឡូវអត់មានបន្លែដល់អត់តាន់នៅភូមិស្រុកជ័យសង្កាត់ជើងឯកខណ្ឌនគរក្រុងភ្នំពេញបញ្ហាខ្លាំងគឺអត់មានទឹកម៉ាស៊ីនប្រើហើយបន្លែនេះគឺវារើសទឹកមែនទែនគឺវាត្រូវការទឹកស្អាតបើទឹកយើងមានជាតិកបោជាតិប្រៃជាតិច្រេះអីគឺប្រើអត់កើតបញ្ហាមួយទៀតគឺសត្វអាសត្វអត់ហ្នឹងគឺវាចូលដែរក៏ប៉ុន្តែបើសិនជាយើងធ្វើវាចិត្តបានហើយស្តង់ដាររបស់វាមែនទែនគឺវាអត់មានបញ្ហាចូលទេ Còn cái đăng tha bà lại nó cái việc ở miền phở xa thịt kỳ mỹ ở miền bánh nam rồi chia nam smile nam ấy Việt Nam chia phết đạm mông đại ở tam bờ đó tam thòng một chuyện món á cái đằng trắng cái dồn trắng cái đợt thả bây giờ với cái hiện tình còn nó phải coffee lại được tật lại được cục bẹt đà còn nếu 2.7 pon cái buôn pon nó phải pon mà nó mà mờn cái con mà mờn chuyện cái hiền nhảm không như bẹt đà để cho thầm là thiệt chớ cái mình chỉ thiệt thu thiệt xăm rồng cái hiền nhảm riêng thằng coi là côi gì á côi đợi được riêng mò mỏng á và nít ăn miên thì cắt côi chảo hay miên ấy phòng rồi Kẹo pon ở rốt chiết nhưng cất ha vì ấp miên sẽ khóc mai với phố rồi chiết với miên hòm chiết họ rồi chiết thâu bia ta vậy đã bị sách vì ai sale cái hai tha ai sale space សម្រាប់ការដាំបាននៅលើដីបើសិនបើយើងគិតពីប្លង់ទំហំដីហើយវាជៀសវាងដល់ការប្រើសារជាតិគីមីនៅក្នុងប្រភេទបន្លែបៃតងវាមានមួយចំនួនដែលគេសហការគ្នាខ្ញុំបានប្រើ research